Welcome to part 2 អ្នកនរគ្នាបន្ទាប់ពីយើងដាក់ពណ៌មាន់ចូលរួចហើយយើងគឺធ្វើការដាក់ទឹកដែលយើងលាយស្ករជាមួយនឹងអំបិលទុកមិញហ្នឹងចាក់ចូលម្ដងបន្តិចកូរចូលគ្នាអ្នកនរគ្នាកូរឲ្យសព្វឲ្យទាន់តែមើលទៅសាច់ម្សៅយើងម៉ត់សព្វល្អនេះមិនមានអ្នកជាធ្វើធ្វើម្ហូបដោយក្រោយហើយនេះបងកងម្សៅនំឲ្យសព្វកូរចាប់មកបាត់ការ៉ុតថងទុករយៈពេល4ម៉ោងអ្នកអរគ្នាខ្ញុំងើបជួយដាក់ធ្វើនំហើយអស់បាត់មើលក៏ធ្វើឲ្យបាច់ឃើញអត់អូតាមពិតម៉ាក់ក៏ទុកម្សៅឲ្យខ្ញុំដែរស្មានមិនស្មានក៏ធ្វើអស់ហើយនេះម្សៅជាដំបូងយើងដាក់ម្សៅធ្វើនំទៅហ្នឹងដាក់រយថាយពេញចាំមកដាក់ម្សៅដែលយើងធ្វើហើយដាក់ចូលគ្នាយើងធ្វើទាញវាវែងរួចឲ្យកាត់